តើអ្នកណាគេខ្លះដែលជាមួយឧបាចយចូលខមមិននៅខាងក្រោមវីដេអូនេះម្នាក់មួយផងជាពិសេសហ្នឹងគឺថាបងដែលនិយមដើរលេងដាច់យប់នៅម្ដុំសាលាបៀប្រាយហ្នឹងគឺប្រកាសជាបានស្គាល់ច្បាស់ហ្មងគឺគាត់មានលួចជាប្រភេទជើងមាន់ស្លាបមាន់ក៏ដូចជាក្រួយបំពងណាហើយចំណុចពិសេសហើយតាក់មួយជាងគេហ្នឹងគឺទៅលើទឹកស៊ីអ៊ូរបស់គាត់នេះគឺឆ្ងាញ់មែនតើសឹងថាអត់មានកន្លែងណាដូចគាត់ទេសម្រាប់ម៉ូចាស់គ្រាន់តែថាឃើញមុខឧបាចយហ្នឹងគឺស្គាល់ច្បាស់តែម្ដងប៉ុន្តែសម្រាប់ម៉ូថ្មីដែលចង់ទៅញ៉ាំវិញគឺអាចទៅបានដែលគាត់លក់នៅទល់មុខជាមួយនឹង Amazon សាលាបៀប្រាយផ្លូវទៅវត្តបទុមហ្នឹងបងប្អូនហើយគាត់មានលក់ជាប្រភេទជើងមាន់ស្លាបមាន់ក៏ដូចជាក្រូចបំពងនិយាយទៅគឺថាគាត់មានលក់តែ3មុខហ្នឹងទេអត់មានអីញ៉ៃច្រើនទេគឺថាត្រូវមែនតែនរបៀបថាដើរលេងដាក់យប់ហើយចង់រកអីបែបជាតិចគ្រឿងខ្លែមអីអញ្ចឹងគឺអាចទៅទីតាំងមកកន្លែងនេះបានហើយសម្រាប់ការបំពងរបស់គាត់នេះវិញគឺថាភ្លើងក្តៅល្អមែនតើគឺពុះក្រូចហ្មងពុកម៉ែបងប្អូនតែតងជាមួយនឹងជើងមាន់ស្លាបមាន់ក៏ដូចជាក្រួយបំពងរបស់គាត់នេះគឺមុននឹងគាត់យកទៅបំពងអញ្ចឹងគឺគាត់ស្រោះជាមួយនឹងប្រេងមកតង់សិនដើម្បីកុំឲ្យពេលដែលយើងញ៉ាំទៅមានក្លិនឆ្អាបធំក្លិនសាច់ធំអីអញ្ចឹងណាគឺអ្នកដែលជាមួយធ្លាប់បានទៅញ៉ាំនៅកន្លែងគាត់មួយចាស់អីគឺស្គាល់ច្បាស់ហ្មងហើយគាត់បំពងបានល្អមែនតើហើយតកតងជាមួយនឹងតម្លៃរបស់គាត់វិញគឺសមរម្យពុកម៉ែបងប្អូនសម្រាប់ជើងមាន់ហ្នឹងគឺ1,1000រៀលបើសិនជាយើងយក10 10000រៀលអញ្ចឹងណាហើយបើស្លាបមាន់វិញគឺ1,4000រៀលក្រូចវិញគឺដូចជាតម្លៃ5000នេះហ្នឹងពុកម៉ែបងប្អូន Twister អត់ចាំទេតម្លៃក្រូចប៉ុន្តែដឹងថាតម្លៃនៅកន្លែងគាត់គឺសមរម្យហើយគាត់បំពងមកគឺអញ្ចឹងក្រៀមល្អមែនតើហើយគាត់រោយជាមួយនឹងខ្ទឹមបំពងចេះណាគឺថាខ្ទឹមបំពងនឹងឡើងឈ្ងុយហ្មងហើយសម្រាប់រូបមន្តពិសេសដែលគាត់ចងចិត្តមួយបានខ្ទង់13ឆ្នាំនេះគឺទៅលើជាប្រភេទទឹកស៊ីអ៊ូរបស់គាត់នឹងនិយាយទៅគឺថារសជាតិឆ្ងាញ់ខ្លាំងតែម្ដងសឹងថាពុកម៉ែបងប្អូនដែលបានទៅញ៉ាំនៅកន្លែងគាត់ហើយទៅរកនៅកន្លែងផ្សេងអត់មានដូចទេនិយាយទៅអត់ដឹងថាគាត់ដាក់អីខ្លះទេប៉ុន្តែរសជាតិគឺថាជាប់ចិត្តញាក់ហ្មងហើយគាត់មានដាក់ជាមួយនឹងខ្ទឹមបំពងម្ទេសក៏ដូចជាទឹកស៊ីអ៊ូហើយគាត់ក៏មានជាប្រភេទអំបិលម្រេចដែរអញ្ចឹងពេលដែលពុកម៉ែបងប្អូនទៅដល់អាចលាយខ្លួនឯងក៏បានឬមួយក៏ចាំឲ្យបងលាយឲ្យក៏បាននិយាយទៅគឺថាមួយណាក៏បានព្រោះដោយសារនៅកន្លែងគាត់គឺទៅញ៉ាំបែបលក្ខណៈ family ពុកម៉ែបងប្អូននៅទីនេះមិនថាតែភ្ញៀវឬមួយក៏អ្នកលក់ទេគឺគាត់រួសរាយរាក់ទាក់មែនតើហើយសម្រាប់កន្លែងឧបាចយនេះគឺថាគាត់ចាប់ដៃគ្នាពីអ្នកបងប្អូនគាត់អញ្ចឹងណាពីអ្នកបងប្អូនប្រុសរបស់គាត់នឹងលក់ជាប្រភេទជើងមាន់ស្លាបមាន់ក៏ដូចជាក្រួយបំពងនឹងគឺខ្ទង់13ឆ្នាំហើយនិយាយទៅគឺថាមួយរបស់គាត់ច្រើនមែនតើហើយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺថា Twister បញ្ចូលសលេងបដាចាប់ផ្ដើមនឹកឃើញឃ្លានទៀតហើយគឺនឹកជាងគេនឹងគឺទៅលើជាប្រភេទទឹកស៊ីអ៊ូរបស់គាត់ណាសម្រាប់មាត់ Twister វិញគឺថានៅទីនេះឆ្ងាញ់គ្រប់មុខតែម្ដងព្រោះដោយសារតែមិនមែនជាមួយថ្មីថ្មោងទេពុកម៉ែបងប្អូនគឺថាមួយនៅកន្លែងគាត់5 6ឆ្នាំហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំអីគឺអាចទៅបានដែលគាត់មានបើកលក់ចាប់ពីម៉ោង6ល្ងាចរហូតដល់ម៉ោង3ទៀបភ្លឺវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេកុំភ្លេចទៅញ៉ាំទាំងអស់គ្នា